ជំរាបសួរលោកគ្រូខ្ញុំឈ្មោះអូនសម្បត្តិមកពីក្រុម SC35 នេះខ្ញុំធ្វើការដំណើរទៅនេះខេត្តកំពង់ជាដំបូងខ្ញុំធ្វើការវាយខមមិនLS ដល់មុននឹងធ្វើការវាយខមមិនខ្ញុំធ្វើការកំណត់device របស់ខ្ញុំនឹង LSX ចឹងវាជា IP របស់ខ្ញុំចឹងបន្ទាប់ពីវាយខ្ញុំធ្វើការវាយខមមិនចឹងខ្ញុំធ្វើការវាយខមមិន LS ដល់ចង់សម្រាប់ខមមិន LS ដល់ដើម្បីធ្វើការមើលទម្រង់បញ្ជាឯកសាររបស់យើងឲ្យបានល្អិតចឹងបន្ទាប់មកខ្ញុំសាកធ្វើការវាយខមមិន LS ដល់ LA ពេលយើងធ្វើមកយើងឃើញថាយើងឃើញ folder និងឯកសាររបស់យើងដូចគ្នាប៉ុន្តែគាត់នៅពេលងាយស្រួលមើលជាងមុនដោយសារនៅក្នុង LS និង LS អត់បង្ហាញជាទម្រង់កន្លែងនេះជាគីឡូបៃទំហំឯកសារបាន3វាចឹងប៉ុន្តែ LS ដល់ X ហ្នឹងគឺវាបាន show ឲ្យយើងរៀង detail បន្តិចបន្ទាប់មកយើងធ្វើការបែកខមមិនមួយទៀត LS ដល់ LX មកធ្វើការផេបផេប3ចុះសម្រាប់ខមមិនខ្ញុំវិញនេះនឹងផេបនោះហើយតម្រូវមានផេប13ដើម្បីធ្វើការបង្ហាញពីបន្តដំបូងនៃបញ្ជីដែលមាននៅលើខ្ញុំធ្វើការ enter មកទៅឃើញថាឯកសាររបស់យើងបានបង្ហាញ3ជួរដំបូងអញ្ចឹងវាមាន3ជួរប៉ុណ្ណឹងអញ្ចឹងឲ្យកាន់តែច្បាស់ទៀតធ្វើការវាយខមមិនមួយទៀតមកធ្វើការផែនវាហើយចង់សម្រាប់ខមមិនដែលខ្ញុំកំពុងប្រវាយនោះដើម្បីដាក់លេខរៀងនៅខាងមុខបញ្ជីរបស់ខ្ញុំចង់ពេលដែលយើងធ្វើការ enter មកយើងឃើញថាមានលេខរៀងទី1រហូតដល់ទី14ឯកសារដែលខ្ញុំមាននោះមានរហូតដល់14ឡានបន្ទាប់មកខ្ញុំនឹងធ្វើការវាយមួយទៀតដើម្បីបង្ហាញតែ3បន្ទាត់ទេប៉ុន្តែ3បន្ទាត់នោះជាមួយនឹងលេខរៀងពី1ដល់3ចឹងខ្ញុំក៏ផាកដូចគ្នាតមក LS ដល់ LA ដល់ចឹងខ្ញុំក៏ផាកវល់ចូលគ្នាចឹងតែ enter មកយើងឃើញថាខ្ញុំបានកាត់លើតែ3បន្ទាត់ដំបូងទេប៉ុន្តែលើកនេះវាមកជាមួយលេខរៀងពី1ដល់3បន្ទាប់មកខ្ញុំធ្វើការវាយខមមិនធ្វើការបង្កើត folder ឯកសារ set up ដោយខ្ញុំបានខ្ញុំធ្វើការបង្កើតវាព្រោះខ្ញុំធ្វើការ clear សិនចុះខ្ញុំ clear OK របស់ខ្ញុំកើត folder ឈ្មោះ extension ចុះដោយសារតែខ្ញុំធ្លាប់ create folder extension 5 9ចុះធ្វើការបង្កើតថ្មីដោយ MKDN ដាក់តែថាជាដាក់ SU សោះធំក្នុងសាមខ្ញុំថាអូខេបន្ទាប់ពីវាបង្កើតហើយចុះខ្ញុំធ្វើការ cd ទៅកាន់
folder ឈ្មោះថា SU35 enter មកអូខេអញ្ចឹងខ្ញុំបានចូលទៅដល់ folder ដែលឈ្មោះfolder ឈ្មោះ SU35 នោះណាអូ no ខ្ញុំ CD ទៅកាន់ SU35 ថ្មី SU សធំ35ខ្ញុំត្រូវការចេញ what the fuck ហើយដល់និយាយទៅច្រឡំចូល folder ច្រឡំអញ្ចឹងខ្ញុំធ្វើការ CD ដល់តមកវិញដើម្បីវាបែកមកវិញប្រហែលខ្ញុំ CD ទៅកាន់ folder ដែលមានឈ្មោះថា CSU35 អសធំ enter មកដល់ចូលបានចូលហើយចូលទៅកាន់ folder នេះតមកខ្ញុំធ្វើការវាយ comment nano type file ទីចំសម្រាប់file ទឹកហ្នឹងខ្ញុំប្រើ nano editor ហ្នឹងដើម្បីបង្កើតឯកសារឈ្មោះថា type file .text ហ្នឹងអ្វីដែលខ្ញុំធ្វើនោះគឺខ្ញុំធ្វើការវាយឡាន1ដល់ឡានទី9នឹងធ្វើការ save វាគាត់ពីខ្ញុំបានបង្កើតឡានមួយឡានមួយអញ្ចឹងឥឡូវខ្ញុំធ្វើការសេវវាទុកអញ្ចឹងខ្ញុំត្រូវអូ enter មក control X តោះខ្ញុំស្កានប្រើផែបដើម្បីចម្រាញ់ចូលទៅនៅ process វាវាយ command cat អូខេចឹងសម្រាប់ command ប្រើដែលខ្ញុំប្រើខ្ញុំច្រឡំកំពុងខ្ញុំប្រើ command L NL ណាតោះគឺខ្ញុំធ្វើការវាយ command cat file text cat NL នឹងមាន cat 3ហ្នឹងហើយដើម្បីខ្ញុំប្រើ command ហ្នឹងដើម្បីបង្ហាញនៅឯកសារដែលខ្ញុំមាននោះដោយដាក់លេខរៀងនិងបង្ហាញតែ3បន្ទាត់ទេ3បន្ទាត់ទី1ខ្ញុំចុច enter មកខ្ញុំឃើញថាឡាញ1និងឡាញ3ខ្ញុំចូលអញ្ចឹងមកចំណុចលេខរៀងហ្នឹងហើយតោះមកខ្ញុំទៅការឲ្យ command នោះគេបាទបាទចឹងសម្រាប់ command ដែលខ្ញុំទៅប្រើនោះคลิปដើម្បីឆែកមើលបន្ទាត់ណាដែលមានលេខ2ចឹងយើងឃើញឡានទី2គឺជាបន្តដែល
season random. Ketika intro, cuma yang ketika tekan link noted artist disangkakan dong untuk kapan cuci bisa kumpul cemburu siapa dari cemburu untuk LSDR rất là vui tất cả bạn